តើត្រូវចាប់ផ្ដើមពីចំណុចណានៅពេលដែលអ្នកមិនដឹងថាត្រូវធ្វើបែបណាជាមួយជីវិតខ្លួនឯងតើអ្នកដើរសួរខ្លួនឯងទេថាតើអ្នករស់នៅដើម្បីអ្វីតើអ្វីគឺជាអត្ថន័យនៃជីវិតរបស់អ្នកសំណួរនេះកុំចាំបាច់ទៅរកចម្លើយពីគ្រួសារមិត្តភ័ក្តិឬបងប្អូនសាច់ញាតិរបស់អ្នកអីព្រោះគ្មាននរណាដឹងច្បាស់អំពីអ្នកជាងអ្នកខ្លួនឯងនោះទេហេតុអ្វីក៏មិនសួរបេះដូងរបស់ខ្លួនឯងថាចង់ធ្វើអ្វីតែបែរជាសួរបេះដូងខាងក្រៅរបស់ខ្លួនអ្នកថាខ្លួនឯងត្រូវធ្វើអ្វីនោះតើតែចេញពីអ្នកជាអ្នកចាប់ផ្ដើមស្វែងរកសិទ្ធិអំណាចរបស់ខ្លួនជាម្ចាស់កំណត់ជោគវាសនាទៅអ្នកដទៃក្រៅពីអ្នកគេប្រកល់សិទ្ធិអំណាចនេះមកឲ្យអ្នកពុំនោះទេអ្នកដទៃនឹងកំណត់ជូនអ្នកអស់មួយជីវិតថាតើអ្វីដែលអ្នកស័ក្តិសមត្រូវធ្វើប៉ុន្តែមានពេលខ្លះក៏មិនដឹងថាខ្លួនឯងត្រូវធ្វើបែបណាជាមួយនឹងជីវិតខ្លួនឯងតាមពិតទៅបុគ្គលជោគជ័យមួយចំនួនក៏ធ្លាប់ឆ្លងកាត់ដល់ចំណុចនេះដែរត្រង់ចំណុចមួយដែលពោពេញទៅដោយភាពច្របូកច្របល់និងស្មុគស្មាញក្នុងអារម្មណ៍មិនជ្រះស្រឡះថាតើអនាគតខ្លួននឹងក្លាយជាបែបណាចាប់ផ្ដើមចេញពីអ្វីដែលខ្លួនចូលចិត្តបំផុតបើអ្នកចាក់ចេញពីភាពរអ៊ូនិងរញ៉េរញ៉ៃពីខាងក្រៅដែលតែងតែប្រាប់អ្នកថាគួរធ្វើនេះគួរធ្វើនោះហើយមករកភាពស្ងប់ស្ងាត់បន្តិចនោះអ្នកនឹងឮសំឡេងដែលលួចខ្សឹបប្រាប់អ្នកពីខាងក្នុងមកថាតើអ្វីទៅដែលស័ក្តិសមនឹងអ្នកមនុស្សម្នាក់សុទ្ធតែមានចំណុចពិសេសរៀងៗខ្លួនគ្រាន់តែថាពេលខ្លះបុគ្គលខ្លួនឯងមិនដឹងពីចំណុចពិសេសនេះរបស់ខ្លួនប៉ុណ្ណោះប៉ុន្តែឲ្យតែអ្នកទុកពេលឲ្យខ្លួនឯងដើម្បីស្វែងយល់ថាតើខ្លួនឯងជានរណាពិតប្រាកដនោះអ្នកនឹងរកឃើញរបស់ដ៏មានតម្លៃនោះមិនខានការជឿជាក់លើខ្លួនឯងគឺជារឿងសំខាន់បំផុតបើអ្នកមិនជឿជាក់ថាអ្នកនឹងទទួលបានអ្វីដែលអ្នកចង់បាននោះទេនោះមិនសង្ស័យមានអ្វីដែលគួរឲ្យសង្ស័យឡើយអ្នកពិតជាមិនទទួលបានវាមែនភាពជឿជាក់មកលើខ្លួនឯងអាចធ្វើឲ្យមនុស្សម្នាក់ហ៊ានរំកិលភ្នំដែលមករៀងផ្លូវរបស់ខ្លួនក៏ដើម្បីសម្រេចដល់គោលដៅឲ្យទាន់តែបានម្យ៉ាងវិញទៀតវិធីដែលអ្នកសម្លឹងមើលបញ្ហាក៏មានឥទ្ធិពលកំណត់ទៅលើភាពជោគជ័យឬបរាជ័យរបស់អ្នកដែរនៅពេលអ្នកជួបបញ្ហាលំបាកវាអាស្រ័យទៅលើថាតើអ្នកចង់សម្លឹងមើលវាជារឿងចង្រៃដែលវាសនាកំណត់មកដូច្នេះឬជាឱកាសដែលអាចឲ្យអ្នកមើលឃើញកំណត់ប្លែកថ្មីផ្សេងទៀតសម្រាប់ការសម្រេចគោលដៅរបស់ខ្លួនអ្នកមិនចាំបាច់សម្លឹងរកមើលវែងឆ្ងាយពេកខ្ពស់ពេកឬពិបាកស្មុគស្មាញពេកនោះទេព្រោះភាពជោគជ័យមិននៅទីណាឆ្ងាយពីអ្នកនោះទេដរាបណាអ្នកស្គាល់ពីខ្លួនឯងច្បាស់ហើយមិនបោះបង់ចោលនៅអ្វីដែលខ្លួនចង់បានបើទោះបីជាមានឧបសគ្គលំបាកក៏ដោយសូមចុច Like Share និង Subscribe Page Channel របស់យើងខ្ញុំដើម្បីទទួលបានខ្លឹមសារអប់រំបន្ថែមទៀត